បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូថ្ងៃនេះនិយាយអំពីជីវិតប្តីប្រពន្ធឆ្នាំរោងនិងឆ្នាំចជីវិតប្តីប្រពន្ធគឺផ្ដោតទៅលើការរស់នៅជាមួយគ្នាបានសេចក្តីសុខហើយចាប់ដៃគ្នារកស៊ីទៅមានឬក៏ក្រចុះបើឆ្នាំរោងនិងឆ្នាំចបានគ្នាជាប្តីប្រពន្ធវិញគឺល្អមធ្យមអ្នកទាំងពីររស់នៅជាមួយគ្នាច្រើនប៉ះពាក្យសម្ដីគ្នាបន្តិចចាប់ពីបានកូនមួយឬកូនពីរទៅអ្នកទាំងពីរធ្វើអ្វីៗច្រើនអាងរៀងខ្លួននិងមិនចាំបាច់សួរយោបល់គ្នាច្រើនទេចំពោះឆ្នាំរោងនិងឆ្នាំចគួរយកកូនស្រីឬកូនប្រុសល្អគឺអាស្រ័យទៅលើឆ្នាំទាំងពីរនោះថាតើវាមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលហេតុអ្វីបានគេដឹងថាឆ្នាំទាំងពីរនោះមានធាតុញីធាតុឈ្មោលឬក៏ធាតុញីឈ្មោលលុះត្រាគេយកថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរនោះទៅគណនារកមើលឧទាហរណ៍បើឆ្នាំទាំងពីរនោះមានធាតុញីស្រាប់តែអ្នកទាំងពីរបានកូនប្រុសមានន័យថាអ្នកទាំងពីររស់នៅជាមួយគ្នាមិនសូវចុះសម្រុងនឹងគ្នាទេតែបើអ្នកទាំងពីរបានកូនស្រីវិញគឺល្អរស់នៅជាមួយគ្នាបានសេចក្តីសុខល្អណាស់ឧទាហរណ៍មួយទៀតបើឆ្នាំទាំងពីរហ្នឹងមានធាតុញីឈ្មោលមានន័យថាអ្នកទាំងពីរអាចយកកូនប្រុសក៏បានយកកូនស្រីក៏បានគឺសុទ្ធតែល្អទាំងអស់ហើយរស់នៅជាមួយគ្នាបានសេចក្តីសុខទៀតផងចំពោះការចាប់ដៃគ្នារកស៊ីមានឬក៏ក្រគេមើលទៅលើផលបុណ្យពីកំណើត5យ៉ាងទី1សុខភាពទី2សំពីបុណ្យនិងចំណេះជំនាញទី3ការទំនាក់ទំនងទី4សេចក្តីព្យាយាមនិងទី5លុយកាក់តែនៅក្នុងសំពីបុណ្យទាំង5យ៉ាងហ្នឹងគឺមាន3សំខាន់មានសុខភាពមានសំពីបុណ្យនិងចំណេះជំនាញនិងមានការទំនាក់ទំនងសម្រាប់មនុស្សម្នាក់មានតាំងពីកំណើតមកម្លេះទី1មនុស្សម្នាក់បើសុខភាពសំពីបុណ្យនិងចំណេះជំនាញហើយការទំនាក់ទំនងទាំង3ហ្នឹងល្អព្រមគ្នាហើយអ្នកនោះឯងនឹងជាអ្នកមានឬក៏បានធ្វើការធំនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនទាន់មានទី2មនុស្សម្នាក់បើសុខភាពសំពីបុណ្យនិងចំណេះជំនាញហើយការទំនាក់ទំនងទាំង3ហ្នឹងមាន2ល្អនិង1មិនសូវល្អអ្នកនោះឯងធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមកម្រិតខ្ពស់ទី3មនុស្សម្នាក់បើសុខភាពសំពីបុណ្យនិងចំណេះជំនាញហើយការទំនាក់ទំនងទាំង3ហ្នឹងមាន1ល្អនិង2មិនសូវល្អអ្នកនោះឯងធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមកម្រិតទាបឧទាហរណ៍បើអ្នកឆ្នាំរោងកើតថ្ងៃសៅរ៍ខែតុលាកើតថ្ងៃសុក្រខែតុលានិងអ្នកឆ្នាំចកើតថ្ងៃអាទិត្យខែវិច្ឆិកាតាមជើងលេខថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរនេះគេឃើញថាទី1សុខភាពអ្នកឆ្នាំរោងមានសុខភាពល្អតាំងពីក្មេងរហូតដល់ចាស់ឯអ្នកឆ្នាំចពីក្មេងមានសុខភាពមិនសូវល្អដល់ចាស់មានសុខភាពល្អទី2សំពីបុណ្យអ្នកឆ្នាំរោងនិងអ្នកឆ្នាំចបើរៀនបានច្រើនបើជាអ្នកធ្វើការនឹងបានធ្វើការធំបើជាអ្នករស់ស៊ីនឹងមានមុខរបរធំដុំនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនទាន់មានទី3ការទំនាក់ទំនងអ្នកឆ្នាំរោងរស់នៅជាមួយគ្នាច្រើនចង់ឲ្យដៃគូយកចិត្តខ្លួនជាងខ្លួនធ្វើទៅលើដៃគូវិញចំពោះឆ្នាំចវិញរស់នៅជាមួយគ្នាពូកែយកចិត្តដៃគូដូចនេះឆ្នាំទាំងពីរនេះរស់នៅជាមួយគ្នាច្រើនអ្នកឆ្នាំចនិយាយលួងលោមអ្នកឆ្នាំរោងមុនពេលខឹងគ្នាម្ដងម្កាលទី4សេចក្តីព្យាយាមអ្នកឆ្នាំរោងធ្វើការមិនប្រកាន់ខ្លួនទេហើយមានចិត្តអំណត់ទៀតឯអ្នកឆ្នាំចធ្វើការរៀងប្រកាន់ខ្លួនបន្តិចតែមានចិត្តអំណត់ចំពោះលុយកាក់វិញអ្នកឆ្នាំរោង
គឺជាមនុស្សចាយរិទ្ធិឯអ្នកឆ្នាំចក៏ជាមនុស្សចាយរិទ្ធិដែរសរុបសេចក្តីមកវិញបើឆ្នាំទាំងពីរនេះបានគ្នាជាប្តីប្រពន្ធមានឬក៏ក្រអាស្រ័យទៅលើលោកអ្នកជាអ្នកដាក់ពិន្ទុឲ្យទេហើយការលើកឡើងខាងលើនេះលុះត្រាគេយកថ្ងៃខែឆ្នាំកំណើតរបស់ឆ្នាំទាំងពីរនេះទៅគណនារកមើលទៅដឹងសូមអរគុណ